ខឹងញញងឲ្យប្រពន្ធលេងទាញដាច់ជ្រុងវាយសម្លាប់ចុងក្រោយដេកគុកបរិវ័យ70ឆ្នាំម្នាក់ដែលត្រូវជាអ្នកជិតខាងត្រូវបានជ្រើមើលវាយនឹងដាច់ជ្រុងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធមដោយសារតែជនសង្ស័យខឹងជននឹងគ្រោះញុះញង់ឲ្យប្រពន្ធរបស់គេលែងរូបគេអំពើឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង 10 ព្រឹកថ្ងៃទី 25 ខែឧសភានៅចំណុចភូមិសេរីចចាឃុំគោកកុងកើតស្រុកកញ្ជ្រៀកខេត្តព្រៃវែងជនរងគ្រោះមានឈ្មោះថោងថេតភេទប្រុសអាយុ70ឆ្នាំមានទីលំនៅនៅក្នុងភូមិជ្រែមកៈឃុំគោកកុងកើតស្រុកកញ្ជ្រៀកចំណែកជនបង្កមានឈ្មោះយេតរាយ៉ាភេទប្រុសអាយុ38ឆ្នាំមានទីលំនៅក្នុងភូមិឃុំជាមួយជនរងគ្រោះយោងតាមរបាយការណ៍របស់សមាជិកបានបញ្ជាក់ថាមុនពេលកើតហេតុជនរងគ្រោះកំពុងតែធ្វើដំណើរតាមផ្លូវម្នាក់ឯងតាមផ្លូវលំក្នុងភូមិសុកស្រាប់តែជនសង្ស័យយកដាច់ជ្រុងស្ទុះទៅវាយសំពងជនរងគ្រោះរហូតបណ្ដាលឲ្យប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែងព្រោះជនបង្កក៏រត់គេចខ្លួនបាត់ភ្លាមៗផងដែរប្រភពដដែលនេះក៏បានបញ្ជាក់ថាពេលដែលជនល្មើសធ្វើសកម្មភាពវាយជនរងគ្រោះមានអ្នកស្រុកដែលកំពុងដើរខ្វាយគោនៅក្បែរនោះបានឃើញហេតុការណ៍ហើយក៏បានតាក់ទងប្តឹងទៅសមាជិកជួយអន្តរាគមន៍ភ្លាមៗហើយប្រមាណជាង1ម៉ោងប៉ុណ្ណោះសមាជិកក៏ស្ទាក់ចាប់ឃាត់ខ្លួនជនល្មើសបានក្រោយត្រូវបានឃាត់ខ្លួនជនល្មើសបានឆ្លើយសារភាពថាមូលហេតុដែលគេវាយសម្លាប់ជនរងគ្រោះគឺដោយសារតែរូបគេខឹងជនរងគ្រោះបានញុះញង់ប្រពន្ធរបស់គេឲ្យលែងរូបគេបើជនរងគ្រោះមិនញុះញង់ប្រពន្ធគេទេប្តីប្រពន្ធរបស់គេមិនបែកបាក់គ្នាដែរបច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀកដោយសមាជិកកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនដែលថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ